ហើយ paper clip ហ្នឹងវានៅក្នុង à drawer right អញ្ចឹងគេចុយមកគេប្រើ day ដោយសារ paper clip ជា plural noun អូខេអញ្ចឹង there in the drawer អូខេ right អញ្ចឹងដូច្នេះយើងសល់លេខ1លេខ2លេខ3លេខ5លេខ6លេខ8លេខ9អូខេអញ្ចឹងខ្ញុំចង់ឲ្យគ្រប់គ្នាទៅសេអញ្ចឹងដូចគេដែរមកអូខេសម្រាប់លេខនីមួយអូខេ right ឥឡូវឧទាហរណ៍តើអានេះយើងហៅគេនេះអាចហៅ box ណាអូខេហៅ box ទៅក៏មិនបានអូខេយើងហៅនេះ box ទៅអូខេអញ្ចឹងយើងធ្វើការជាមួយគ្នាយើងទៅសេមកខ្ញុំនឹងដាក់គ្រប់គ្នានៅក្នុង group មួយហើយយើងមានម្នាក់គាត់ជួយទៅសេមកឬក៏យើងទៅសេជាមួយគ្នាក៏បានដែរអូខេអញ្ចឹងមានម្នាក់គាត់ផ្ញើចូលមកអូខេអញ្ចឹងយើងទៅដល់ក្នុង group យើងពិភាក្សាគ្នាទៅតើលេខ1យើងសរសេរសំណួរហ្នឹងមកតើវត្ថុនេះនៅទីណាវានៅជាប់ប្រអប់អូខេតើវត្ថុនេះនៅទីណាវានៅក្នុងថតតុហើយតើវត្ថុនេះនៅទីណាវានៅលើជញ្ជាំងអញ្ចឹងយើងសរសេរអញ្ចឹងដូចគេមកសម្រាប់លេខ1លេខ2លេខ3លេខ5លេខ6លេខ8លេខ9លេខ4លេខ5លេខ4លេខ7យើងអត់ចាំបាច់ធ្វើទេគេធ្វើឲ្យយើងរួចហើយអូខេមុននឹងទៅកាន់ group តើគ្រប់គ្នាច្បាស់នឹងអ្វីដែលយើងនឹងធ្វើទេvô lênយល់មានអ្នកអត់តន់ no អូខេចឹងខ្ញុំដាក់ទៅ group ហើយអាចពិភាក្សាជាមួយនឹងដៃគូយើងដើម្បីជួយសរសេរគ្នាអូខេ
Hello chưa? Lô bông. Bạn sợ bạn tôi mới homework nhưng nhà châu nó là link để chờ bạn do mình. Rồi. Admin nào bông? Nó không comment cho bạn ta homework ấy thôi thôi. Homework ấy thôi. Ồ, có cái bông. Vừa bông submit vừa buộc mà. Năng này Nhưng pin message tốt cả bông. Được không đi hả? không đọc Nó channel đó, nhưng pin liên tục rồi. Bông chụp pin mà sự tới tại đó là vượt một cái lịch phí. Tôi tất nhiên là rồi đưa ờ, submit rồi. không. Định ra là link chờ page. Bông mơ tại channel liên tức của mọi từ lọt. Ờ, bông mơ tại channel thứ ba hay vừa lại là tại thời submit vượt cũng cái những pin tục đó. Ok. Mình lúc cho tiếp. Ok, cho nên là người dân nào về thuộc nhé check nơi chúng ta dùng thì thế. Ừ. Okay, we are the notepad. They are okay. It's the bulletin board. It's we are the index card. They are uh, we are the scissors. They are marker on is the globe on okay. Right, very good. Well done. Hole puncher is
next to the box right. Notepad Answer. is it's okay. Ini có ta R right. Scissors nó nghe ba thì vòng plural where's the marker it's on the desk where's the glove okay on the table good បងខ្ញុំមកសេយ៉ាងញ៉ៃៗទៀតទីចាច្រឡំលេខ and next to មាន paper ណាមកអត់មាន អូ យើងមាន app ចំណុច notepad គេប្រើ s បើយើង paper and count now នាមរកអត់បានប្រើ is នេះទីចា ណាកន្លែងធ្វើប្រើ is មកប្រើ it វាអត់ត្រូវវាអត់ស៊ីគ្នា អូ ដេ កន្លែងនេះយើងប្រើ is ណា where is ហើយ អូ where is បាត់ verb ទៅកន្លែងនេះ អូ លឿនពេក spell អត់ត្រូវទេ where okay be careful ចេះទីចា basket but not basker okay ប្រយ័ត្នតិចមួយ spelling okay answer under នៅពីក្រោមមិន under ទេព្រោះតែ next to right next to វានៅជាប់ under ពីក្រោម notepad មាន s ចឹងយើងប្រើ a អូខេរំលឹកឡើងវិញវាច្រើនយើងប្រើ a ហើយយើងក៏ប្រើនិយាយ a ដែរអូខេអត់មាន is ហើយ a ទេ where a នេះ is ហើយជាន់គ្នាយើងប្រើលើហ្នឹង និយាយអត់សូវលឺចុះ អូដាក់មីក្រូនេះឆ្ងាយពេកអូខេអញ្ចឹងអានេះគួរតែ where are not where is អូខេនេះ where are សេលឿនពេក ជាន់គ្នានេះហើយ check មើលឡើងវិញយើងមើលគំរូរបស់គេយើងប្រើកិរិយាសព្ទលើសហ្នឹងលើស អូ ហ្នឹងហើយអូខេ be careful មើលលំនាំបងលីវុតបងលីណាត្រូវហើយយើងអាច check បាន Okay very good well done everyone នៅតែ be careful យើងនៅបង្កើតកំហុស1 2ឡើយឯងអូខេអញ្ចឹងយើងធ្វើដដែលហ្នឹងគឺឲ្យយើងមើលឲ្យឃើញកន្លែងខុសហ្នឹង នេះទីចា អូខេអញ្ចឹងអូខេឥឡូវយើងមានលំហាត់មួយលំហាត់នេះគឺត្រូវឬខុសទេអូខេអញ្ចឹងគ្រប់គ្នាមើលរូបហ្នឹងទៅហើយយើងអានល្បះហ្នឹងមកតើវាត្រូវឬក៏ខុសឥឡូវយើងធ្វើគួរដាក់លេខណាទៅដាក់មើលអត់កើតដាក់លេខវិញហើយដាក់លេខទៅស្រួលមើលអូខេអញ្ចឹងទី1គេដាក់ថា Eva is standing near the whiteboard using a laptop មានន័យថាម៉េចរបស់ហ្នឹង Eva standing ឈរនៅចិត្ត កំឈរនៅចិត្ត ក្តារខៀន ដាខៀន ប្រើ laptop កំពុងប្រើ អូខេ តែ teacher ហ្នឹងគាត់អង្គុយ right អញ្ចឹងគាត់អត់មានឈរទេគាត់កំពុងអង្គុយនៅក្បែរក្តារខៀនហើយប្រើប្រាស់នៅ laptop អូខេ right អញ្ចឹងទី1គឺខុសហើយ
អូខេចឹងគ្រប់គ្នាអាចអានហើយពិភាក្សាជាមួយនឹងដៃគូរួចហើយមានម្នាក់កត់ចម្លើយចូលមកក្នុង Telegram ដូចមុនអូខេ right ចឹង Hello teacher hello បង sorry មិនអត់បានស្ដាប់ហ៎ការអីគេឈើមិញកន្លែងជាប់លក់ហ៎ ដល់ក្នុង group បងមានមិត្តភ័ក្តិប្រាប់ឲ្យបងអូខ្ញុំបង្កើត group ទេហ៎ បាទ ចាអរគុណទីមួយ
Okay, so let's check the answers all together. Number 2, Carmen is sitting at her desk with a red bag. Okay, Carmen is sitting at her desk with a red bag. Not red bag, admin, right? Okay, so wrong, right? Mr. Liang is writing on the whiteboard. គាត់កំពុងធ្វើអី Mr. Liang អត់មានទៅសេទេ right? It's not writing. Okay, false. Franz is reading a book near the bookshelf. No. Right? Franz ពងទាញកៅអីចូលឯណា Yeah. អត់មានអានសិភៅអីទេ Okay. The clock is on the wall next to the map. True. Right? នាឡិកានៅលើជញ្ជាំង Yang kebai. Bài bộ. Hanti. Anti, right? True. The map of the United States is on the wall above the bookshelf. Yeah. Anti នៅលើជញ្ជាំង Yang kebai pukul. ហើយនៅលើទូសភៅ Okay. All right. Okay. ត្រូវ The students are playing game at their desk. ហើយនេះ fall ដែរមានណាលេង game ទេ The calculator is in the drawer. True or false? យើងមើល drawer False. អត់មានទេ Okay. Drawer ក៏អត់មានដែរយើងឃើញ On មាន the desk. calculator នៅនេះ Alright. អញ្ចឹងវានៅ on the desk. Okay. អញ្ចឹង false. So the false. Okay. The bookshelf is on the globe. No. Oh. Okay. វាថា globe ហ្នឹង is on the bookshelf. Bookshop. Right. Globe វាថា on the bookshelf. The laptop is on the teacher's desk. Yeah, teacher's desk. មាន laptop អត់ No. No. Okay. ចឹង fall ទាំងអស់ត្រូវតែទី6មួយ Thứ pi ta chưa? Tí 5 tí 6. ទី5អូយ៉ាត្រូវ2បងយ៉ាទី5ទី6 Okay. Right. Any question everyone? សំណួរ No? No questions, teacher. Okay. Alright. ចឹងយើងធ្វើលំហាត់នេះមួយទាំងអស់គ្នាចឹងគ្រប់គ្នាអាចអានលំនាំបន្តិចសិនសូមប្រាប់ដល់សានីមួយ Can you read B for us? B. Rise the look at the picture. Complete the sentence. Use is or are with on in or under. Very good. តែយើងចាំមួយទៅពេលដែលមាន S ចេះគេហៅថា sentences. Yes. Sentences. Right. Okay. ចឹងគេឲ្យយើងធ្វើអីគេសរសេរ មើលរូបភាព ប្រយោគជាមួយនឹង ប្រើប្រាស់ ដោយប្រើ is are នៅនឹង on in or under ត្រូវអូខេប្រើប្រាស់ is are ជាមួយនឹង on in ឬក៏ under អូខេ Alright ចឹងលោកគ្នាអាចចំណាយពេល2នាទីដើម្បីធ្វើវាបានចាំយើង check ទាំងអស់គ្នា The left of is on the left. ពីឆើអាហ្នឹងមិនមាននៅក្នុង book ដែរតែឯងឈើ
miên bằng miên lấy something mà chờ Page 27. page 27 đúng you see the facing Is. Is. okay I think it's enough time right tự nhiên check ở here no? Okay TP can we hear from Paulina please number 2 Yeah, teacher. The notepads are in the cabinet. okay are in okay good alright had trong cabinet okay chẳng had nó mean tại sao we meanច្រើនokay right good chứ là sắp hơi để cái bạc lang cái lớn là cái hand notepad right nhưng cabinet good thank you both number 3 sister Maylee please hello sister Maylee Mùi Lý vậy luôn The book is in the cabinet. the book is in the cabinet right trong nick book bao nhiêu okay. Good number 4 Bong Siêu Y please The erasers are in the cabinet. Eraser right eraser Eraser. right in miềnច្រើនnhưngប្រាក់okay. In the cabinet good and so yeah and you have us with number 5 The map is on the wall. yeah that's right the map is on the The wall wall. okay and say number 6
The ruler are under the dictionary. Yes, perfect. Are under the dictionary. Okay, Dictionary. good. Okay. Well done, everyone. ឥឡូវយើងអានទាំងអស់ពី1ដល់6 អូខេសូមតាក់ទី1សូមដំបូងគេសូមមកស៊ីអ៊ីមកជួយអានពីទី1ដល់ទី6 Yeah, teacher. The laptop is on the desk. The notepads are in the mechanic. The book is in the mechanic. The eraser are in the mechanic. The map is on the wall. The rulers are under the dictionary. អូខេបងអានពាក្យនេះម្ដងទៀត Cabinet. Yeah, cabinet. Okay. Cabinet. Yes, very good. Cabinet. Okay, and Brother Pauline, please read. The laptop is on the desk. The notepad are in the cabinet. The book is in the cabinet. The eraser are in the cabinet. The map is on the wall. The rulers are under the dictionary. Okay, can you read the word again? Cabinet. 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 Yes. Can you read this word one more time? Wall. 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 Yeah. Okay. Wall. Right. Thank you. And saying hi. 1. The laptop is on the desk. 2. The notepad are in the cabinet. 3. The book is in the cabinet. 4. The erasers are in the cabinet. 5. The map is on the wall. 6. The ruler are under the dictionary. Very good. Well done. And Bong Panyari, please. Letter 1, the laptop is on the desk. 2, the notepad are in the cabinet. 3, the book is in the cabinet. 4, the eraser are in the cabinet. 5, the map is on the wall. The wall. The ruler are under the dictionary. Okay, thank you. And next, Sister Moily, please. Laptop is on the desk. The notebook are in the cabinet. The book is in the cabinet. The erasers are in the cabinet. The map is on the wall. The rulers are under the dictionary. Good, good. Well done. Bong Lina, please. Hello, Bong Lina. Yes, teacher. The laptop is on the desk. The notepads are in the cabinet. The books is in the cabinet. The erasers are in the cabinet. The map is on the wall. The rulers are under the dictionary. Thank you. And Bong Livot. The laptop is on the desk. The
The notepads are in the cabinet. The book is in the cabinet. The eraser are in the cabinet. Uh, the map is on the wall. The rulers are under the dictionary. Okay, thank you. And brother Sunny. Yeah, teacher. Number one, the laptop is on the desk. Number two, the notepad are in the cabinet. Number three, the book is in the cabinet. Number four, the eraser are in the cabinet. Number five, the map is on the wall. Number six, the ruler are under the dictionaries. Okay, can you read this word again? Cabinet, teacher. Cab mong, cab. Cabinet. Cabinet. Yeah, cabinet. Yeah. Cabinet. Okay. Yes, teacher. Right, and Zoria. Number one, the laptop is on the desk. The notebook are in the cabinet. The book is in the cabinet. The erasers are in the cabinet. The map is on the wall. The rulers are under the dictionary. Okay, very good. Well done. Okay អញ្ចឹងរូបហ្នឹងគេបង្ហាញអំពីអីគេ everyone បង្ហាញអំពីឧបករណ៍ដែលមាននៅក្នុងបន្ទប់គេ Okay alright អូខេអញ្ចឹងយើងតោះអញ្ចឹងខ្ញុំបានរៀបចំរូបនេះមួយដើម្បីឲ្យគ្រប់គ្នាធ្វើអញ្ចឹងយើងទៅសេដូចគេយ៉ាងមកយើងមើលរូបហ្នឹងហើយយើងទៅសេមកអូខេអញ្ចឹងគេទៅសេបាន6ល្បះយើងទៅសេធ្វើម៉េចឲ្យរៀបរាប់ឲ្យបានទាំងអស់មកអូខេអញ្ចឹងពាក្យទាំងប្រមាណនេះគឺវាមាននៅក្នុងនេះតែមានពាក្យមួយចំនួនអត់មានទេណាអូខេមិនមានទាំងអស់ហើយមានខ្លះអត់ទេអូខេ alright អញ្ចឹងអ្វីដែលខ្ញុំចង់ឲ្យគ្រប់គ្នាធ្វើគឺទៅសេវាចេញមកទាំងអស់មកអូខេឥឡូវឧទាហរណ៍ថាគ្រប់គ្នាចង់ចាប់ផ្ដើមពី clock អូខេយើងទៅសេថាម៉េច clock The clock is The on clock. the wall. The clock is on the wall okay very good អញ្ចឹងយើងមើលរូបហ្នឹងមកហើយយើងទៅសេរៀបរាប់ទាំងអស់មកអូខេអញ្ចឹងចំនួនល្បះគឺទៅតាមរូបភាពដែលយើងឃើញអូខេ alright អញ្ចឹងអាចចាប់ផ្ដើមបានយើងធ្វើរៀងខ្លួនសម្រាប់លំហាត់នេះសុំពេលត្រឹម15នាទីគឺថាគ្រប់គ្រាន់អូខេអញ្ចឹងសូមបង្ហាញវាក្នុងពេល15នាទី teacher ដាក់ចូលគ្រប់ដែរអត់ ដាក់បងដាក់រៀងខ្លួនមកអូខេ Yeah, teacher. អូខេចាំ15នាទី everyone ខ្ញុំដាក់ម៉ោងសិត
Hello teacher hello បង teacher អាពាក្យខាងក្រោម dictionary ហ្នឹងអាហ្នឹងអត្ថបទហ្នឹងអត់មានរូបភាពផងហ្នឹង ទៅគៀបណាបង អាពាក្យខាងក្រោម dictionary បងនិយាយពាក្យ whole ណា whole ហ្នឹងហើយ អត់មានទេបងពាក្យខ្លះ អត់មាន មាន យើ ពា ង ក្យខ្លះ អត់ អ ទៅ ត់ទេ សេហ៎ បាទអត់មានអត់ទៅសេ teacher សុំសួរតិច teacher hello អឺខៀវហើយនឹងក្រហមនៅលើក្តារខៀនហ្នឹងអាហ្នឹងតសេហ៎លោក អឺ ប៊ិចមែន ដូចជាអត់មានបិចអត់មានមានពាក្យនឹងនៅលើនេះទេអាហ្នឹងគឺ first អូខេ
អត់ចាំបាច់ទៅសេទេ no need
Okay, so let's check all together. All right, chân thì sẽ khác on kê, right? The clock is on the wall. Okay, right. The clock is on the wall. Through. The laptop is on the desk. The notepad is on the desk, right? Notepad and notebook. The notebook ấy, right? The notebook ấy, mà notepad đó nè. Okay. Notebook. Okay, so notebook is on the desk. The ruler is in the cabinet. Scissors are in the cabinet. The calculators are under the table. Good. The calendar is on the drawer. Okay, nó got hai drawer thế. Got hai cái everyone. Cabinet. Yeah, mà biết thì cabinet là tu thọt nè. We had a filing. Drawer. Okay. Từng on nó had a filing cabinet. Okay, là tu nữa. Filing. Yeah. The ruler is in the drawer. Scissor is in the drawer. Put the nè. Okay. The clock is on the wall. The map is on the wall. The laptop on the desk. On the laptop.នេះមិន book ទេណាអានេះគឺ dictionary តែមើលអត់ច្បាស់ហើយហៅ book ក៏បានដែរតែOkay, but there's a dictionary. The notebook is on the desk. The pencil is on the table. Not is, right? Đặt buồn đàm. Okay. Right. So the pencil are on the desk. Sorry, on the table. The whiteboard is on the wall. The pencil sharpener is on the table. And the calculator is under the table. Calculator are mean by sharpener mean môi. Okay, good. The ruler is in the cabinet. The pencil sharpener on the table. Calculator R is on. Okay, good. All right, Bahai. Are on the table. Okay. Scissors are. Ruler is. Notebook is. Sharpener is. Map is. I mean whole punch nhỉ mà. Mình whole punch nè.បងច្រឡំហ្នឹងអានេះមិន whole punch ទេបងអានេះដៃឆក់ឯង Okay. Hole punch មិនដៃឆក់ឯណា hole punch ហ្នឹងអានេះគេចោះกระดาษឧទាហរណ៍ថាយើងត្រូវធ្វើ folder ធ្វើអីចឹងយើងយកអាប្រដាប់ចោះហ្នឹងទៅដើម្បីខ្ទាស់กระดาษហ្នឹងចូលគ្នា Okay. Alright. Yeah, good. I mean hole puncher ហ្មងនៅក្នុងនេះហ៎ Okay. Calendar, cabinet, in, is, Cambodia is, okay, is on the desk, is on the laptop, is on the wall, are on the table, next to pencil, okay, under the table, okay,ត្រូវ very good. Okay. តទៀត are, is, okay, under thôi, is on the wall, on the desk,
Okay. Calendar spell thử thử nè mình EO nè EO okay. Mình EO nè EO rồi. Right. Team 4 ấy kìa. The what? Okay. Right away từ admin nào nữa. Mà mình clock tới map. Right. Okay. Very good. Be careful. Okay. Calculator on the ruler. Nó thử bon. Bông phù lính ở toàn thử bông ra ở toàn thử nè. Okay. Alright. Hello bông phù lính. Yeah, teacher. Okay. Yeah, teacher. Alright bông trăm pịa dương này dương riêng đấy. Trong Nơi class khăn nóng cái pra pịa ấy kế. Nóng In. Nơi khăn lỡ cái pra pịa ấy kế. khăn lỡ on. On. Nơi khăn crom cái pra pịa ấy kế. Under. Under. Okay. Tiếng on ấy chị ấy kế bông. Under. Away từ chia rụt chẳng bày nè. Lúc thằng bé score cho đỡ cả show. Okay. Mơ mi lang mình mong. Okay. Bông rung lực ăn với nhé. Miên ích cọt á. Ọt mơ ọt cham tê. Okay. Ở lâu dương ở pịa này. Cứ pencil. Okay. Dương đã mất the pencil. The pencil.ច្រើនចឹងយើងប្រើ a ឬក៏ប្រើ is ប្រើ a. Okay. វានៅលើតុ Okay. តុ table. Right. លើប្រើអីគេ On the table. On the table. Okay. ចុះឥឡូវរូបនេះ What is this? Clock. យើងដាក់មក the clock មានប៉ុន្មាន clock? One. Is ហើយវានៅណា on the map. on the map មិនកើត on the map វាឈរពីលើផែនទីហើយ Okay. វានៅលើអីគេយើងដាក់នាឡិកានៅលើអីគេ wall ហ្នឹងហើយ Okay. ខ្ញុំជួយមួយទៀតណា ruler នេះ ruler ហ៎ Okay. The ruler នៅណា in on under in right. Ruler with singular យើងប្រើ in នៅក្នុងអីគេ cabinet. Okay. Cabinet ក៏បាន drawer ក៏បានដែរ Okay. Right. đây កុំដាក់ drawer cabinet មិនត្រូវ Okay. ហើយអញ្ចឹងយើងទៅសេបែបនេះបង review ពាក្យឡើងវិញខ្ញុំ suggest ឲ្យមានសិភៅកត់ទៅកត់ដើម្បីមើលដឹងថានេះជាអ្វី Casio calculator. Okay. ខុសទាំងអស់មិនថាខុសទាំងអស់ខុសច្រើនអញ្ចឹងបងគួរតែសរសេរម្ដងទៀតហើយចាំផ្ញើមកខ្ញុំ Okay. Alright. Okay. អញ្ចឹងយើងទៅមុខបន្តិច
ok ចឹងយើងមានលំហាត់មួយអូខេគេឲ្យយើងមើលរូបខាងលើនេះហើយយើងឆ្លើយសំណួរខាងក្រោមចឹងមុននឹងយើងឆ្លើយយើងអានសំណួរសិនអូខេតោះសំណួរទី1 how many Pencil pencil are on on the table right សំណួរ how many មានន័យថាម៉េច ប៉ុន្មាន ប៉ុន្មាន ថាប៉ុន្មាន right សួរថាចំនួនប៉ុន្មានអូខេ right តើសំណួរទី1គេចង់សួរពីអីគេ តែខ្មែរ đaiនៅលើតុនេះប្រហែល ហ្នឹងហើយតើខ្មៅដៃនៅលើតុហ្នឹងមានចំនួនប៉ុន្មានអូខេទី2 what សួរអំពីអ្វីតើវាជាអ្វីគេសួរថា what's on the desk បានន័យថា តើអ្វីនៅលើតុ តើអ្វីទៅនៅលើតុអូខេហ្នឹងហើយមួយទៀត where are the calculators អូខេ where សួរអំពី នៅក ទី ន្លែង កន្លែង ណា ទីកន្លែងណាទីតាំងវាហ្នឹងអូខេហ្នឹងខ្ញុំគាត់ថាមិនបាច់នេះទេហើយឥឡូវយើងអត់បញ្ហាណាអញ្ចឹងគ្រប់គ្នាអាចចំណាយពេល2 ទៅ 3 នាទីដើម្បីមើលរូបភាពតារាងខាងលើដើម្បីឆ្លើយសំណួរ1 2 3 4ខាងក្រោមអូខេ the chapel C P D by calculation and 5 is on children D thì no. It's multiple A C D D A អាហ្នឹងពេលធ្វើរួចsẽចូលក្រុមអត់ចា អត់ចាំបាច់ទេបង no
Okay, so let's check the answer all together. Can we hear from Singha? Can you share your answer for number 1, number 2, number 3, and number 4? Slide teacher. Yes. Season C. Number 1, how many pencils are on the table? C. More? Continue. Number 2. What's on the desk? D. Number 3. Where are the calculator? B. B teacher. Thì 7. Number 4. Where are the books? A. Very good. Okay. ចឹងយើង check ទាំងអស់គ្នាដើរនៅលើតុមានខ្មៅដៃចំនួនប៉ុន្មាន Right គេដាក់ថា pencil 20នៅលើតុ Okay ត្រឹមត្រូវតើអ្វីទៅដែលនៅលើតុ desk ខុសគ្នាតុធម្មតាតុ desk ជាច្រើនតុធ្វើការតុអីចឹងទៅអញ្ចឹងគឺមានកុំព្យូទ័រចំនួន1 Alright laptop number 3 តើ Casio នៅឯណា Okay Casio មានចំនួន15នៅក្នុងថតតុ Okay តើសៀវភៅនៅឯណា Right សៀវភៅមានអានេះ book Right book មានចំនួន15នៅក្រោមតុ Okay ទៅដាក់សៀវភៅនៅក្រោមតុវិញ Okay so yeah very good well done Okay អញ្ចឹងយើងមានលំហាត់មួយមិនលំហាត់នេះមេរៀនចុងក្រោយសម្រាប់unit ទី2 Okay ការប្រើប្រាស់ពាក្យ4 alright ដែលភាសាអង់គ្លេសគេហៅថា demonstrative Okay គេហៅ demonstrative ដូច្នេះពាក្យទាំង4នេះគឺយើងមានពាក្យ this ពាក្យ that ពាក្យ these និងពាក្យ those Okay alright ចឹងយើងមើលការប្រើប្រាស់ពាក្យនេះ right this is a book Okay មានន័យថាម៉េច this is a book everyone នេះគឺជាសៀវភៅ នេះគឺជាសៀវភៅ Okay ចុះមួយនេះវិញ that's a book ឬក៏ that is a book នោះគឺជាសៀវភៅ នោះគឺជាសៀវភៅ Okay តាមមូលហេតុអីបានយើងប្រើប្រាស់ពាក្យនេះមូលហេតុដែលយើងប្រើប្រាស់ពាក្យនេះជាក់ទីតាំងវាជាក់នៅទីតាំងហើយតើវានៅចិត្តយើងឬក៏នៅឆ្ងាយពីយើង Okay អញ្ចឹងយើងប្រើ this នៅពេលដែលរបស់ហ្នឹងវានៅចិត្តយើង Okay យើងប្រើ that នៅពេលដែលរបស់ហ្នឹងវានៅឆ្ងាយពីយើង Okay Alright how about these one these are books ទាំងនេះគឺជាសៀវភៅ ទាំងនេះគឺជាសៀវភៅ those are books ទាំងនោះគឺជាសៀវភៅ នោះគឺជាសៀវភៅអញ្ចឹងយើងថែមពាក្យទាំងនេះនិងទាំងនោះ Okay មូលហេតុយើងប្រើពាក្យ these មូលហេតុនេះប្រើពាក្យទាំងនេះឬក៏ទាំងនោះវាមានចំនួនច្រើន វាមានចំនួនច្រើនហើយវានៅចិត្តយើង ហើយនៅឆ្ងាយ វាមានចំនួនច្រើនហើយវានៅឆ្ងាយពី
ពីយើង okay alright ចឹងសៀវភៅទាំងនេះ right ឬក៏ទាំងនេះគឺជាសៀវភៅ okay ទាំងនោះគឺជាសៀវភៅ okay ចឹងយើងប្រើ these ដូដើម្បីបង្ហាញថាវានៅចិត្តនៅឆ្ងាយពីខ្លួនយើងហ្នឹងដូចយើងដើរទៅទិញអីវ៉ាន់នៅផ្សារយើងអាចនឹងសួរតម្លៃអីវ៉ាន់ okay កាបូបមួយនេះប៉ុន្មានចុះកាបូបមួយនោះប៉ុន្មាន okay right how much is this bag how much is that bag okay right ឬក៏យើងចង់សួរថាទាំងពីរហ្នឹងបូកចូលគ្នាប៉ុន្មាន how much are these okay right ចឹងany question on this one everyone មានអ្នកមានសំណួរទេ មានអ្នកមានសំណួរ anyone មានទេ teacher okay ចឹងcheck homework តិចអត់តបាន check homework homework ធ្វើទាំងអស់គ្នាណាអត់មានអ្នកខ្វះ okay right, the book are in the bouquet the top is on ហើយ 9 នាក់ okay right, so no one missed the homework right that's good អញ្ចឹងសូមរំលឹកគ្រប់គ្នាបន្តិចគឺ unit 2 workbook យើងគឺនឹងយកនៅថ្ងៃទី 28 នេះ okay អញ្ចឹងយើងមានពេលមួយអាទិត្យទៀតដើម្បីបង្ហើយworkbook គ្រប់គ្នាអញ្ចឹងមាន 2 នាក់ឯងដែលគាត់បានធ្វើហើយអញ្ចឹងគ្រប់គ្នាគួរតែរួសរាន់ right បានហើយតាន់ពេលណា okay អញ្ចឹងដោយសារយើងចប់ unit ទី 2 ហើយអញ្ចឹងយើងនឹងធ្វើ quiz ទាំងអស់គ្នា okay អញ្ចឹងខ្ញុំនឹង assign quiz ដោយសារតាមពិតទៅយើង plan ការយើងនិយាយពីអាទិត្យមុនគឺយើងត្រូវធ្វើ quiz ថ្ងៃអាទិត្យដោយសារមិនសិនមុនខ្ញុំជាប់ប្រជុំអត់អាចមកកើតអញ្ចឹងយើងនឹងដាក់ quiz ហ្នឹងរហូតដល់ថ្ងៃចូលរៀនវិញ okay ខ្ញុំនឹងបង្ហាញ quiz ហ្នឹងឲ្យគ្រប់គ្នាមើលសិន okay អញ្ចឹងយើងធ្វើ quiz ទី 2 ចឹងនៅក្នុង quiz ទី 2 របស់យើងគឺមានវេយ្យាករណ៍ okay ក៏យើងបដូរទម្រង់ singular ទៅ plural okay ងាយប៉ុន្តែប្រយ័ត្នសរសេរខុស check spelling check អីឲ្យច្បាស់ everyone okay មួយទៀតគេឲ្យមើលរូបភាពរួចហើយជ្រើសរើសចម្លើយណារូបភាពនេះរូបភាពហើយយើងជ្រើសរើសចម្លើយមក okay alright វាជាមិនពិបាកទេណា okay បន្ទាប់មកនេះគេឲ្យយើងធ្វើអីគេមើលរូបភាពហើយ yes ឬក៏ no អូខេអាហ្នឹងយើងធ្វើមុននឹងដែរណាហើយមើលរូបភាពហើយដាក់ yes ឬក៏ no មកអូខេមានឧទាហរណ៍ឲ្យយើងមើលស្រាប់មើលរូបភាពរួចហើយទៅសេរូបអូខេ1 2 3 4 5 6 7 8 9អូខេនេះផែនទីខ្មែរដែរណាលយអូខេ so good ហើយប៉ុណ្ណឹងនេះជាអត្ថបទអានយើងអានហើយយើងធ្វើលំហាត់មកលំហាត់គេគឺត្រូវឬខុសអូខេហើយមានអត្ថបទស្ដាប់មួយ
តើរបស់ខាងក្រោមធ្វើមកត្រូវឬក៏ខុសហើយចប់ហើយមិនពិបាកទេអូខេខ្ញុំអត់ដាក់ម៉ោងកំណត់ទេអញ្ចឹងគ្រប់គ្នាធ្វើឲ្យពេលណាឲ្យពេលនឹងចុះអូខេមានន័យថាខ្ញុំអត់ដាក់ម៉ោងកំណត់មានន័យថាខ្ញុំអត់ដាក់ម៉ោងនៅក្នុងតេស្តទេក៏មកឲ្យពិបាកទាំងអស់គ្នាអូខេ you may change to this អូខេខ្ញុំអត់ដាក់ម៉ោងកំណត់ទេ ឥឡូវមិនច្រើន ចាំតិចហ្មងចាំតិច មុនម៉ោងចូលរៀនសប្តាហ៍ក្រោយធ្វើមិនឲ្យរួច អញ្ចឹងដាក់អូខេ quiz ទី2អូខេអញ្ចឹងសូមធ្វើមុនថ្ងៃនេះប្រាប់ពាក្យថ្ងៃនេះខុសទៀតណាអូខេសូមធ្វើមុនថ្ងៃ28ខែមិថុនាឆ្នាំ 2026 យូរហ្មង2026មកធ្វើទៀតហើយកូនមួយបាទអូខេ alright អញ្ចឹងquiz ទី2ហើយប៉ុណ្ណឹងអូខេតាមពិតទៅយើងអាចនឹងមាន speaking ណាតែអត់បានជួបគ្នាអញ្ចឹងអត់មានទេយ៉ា សុំសួរបន្តិចអាកន្លែងលោកគ្រូនិយាយថាមើលរូបភាពអីឲ្យទៅសេមែនលោកគ្រូវគ្គហ្នឹងហ៎ ចម្លើយមិនទៅសេ រើសចម្លើយពេលច្រើនអត់មានទៅសេទេខ្ញុំគេគ្រាន់តែឲ្យយើងsay yes no យើងអានលំនាំគេមួយទៀតលោកគ្រូមួយទៀតនេះ គេឲ្យយើងអានលំនាំនេះគេឲ្យថា say yes ឬក៏ no ឯង ចា តើកន្លងនិយាយហ្នឹងនៅលើតុអត់អូខេបើអត់ទេយើងដាក់ no មកយើងមើលទៅ សុំសួរមួយអាប្រដាប់កឹបกระดาษហ៎អង់គ្លេសថា stapler to spell ចា stapler នៅក្នុងសភៅយើងមានតែបងមើលឡើងវិញមកកត់ឡើងវិញទៅសេឲ្យបានច្រើនដងហើយបើសេដៃបានក៏ល្អដែរហើយបង អាដបកឹបกระดาษហ្នឹងចាហ្នឹងហើយបងប្រដាប់កឹបกระดาษមិនកឹបឈើទេណា កឹបกระดาษ កឹបឈើខ្ញុំអត់ដឹងទេឲ្យ search មើលសារកឹបឈើហ្នឹងឯង What's the stapler for wood staple gun គេទៅ staple gun អានោះទុកបាញ់ឈើធ្លាប់មានមួយ stapler យើងនឹងមាន homework មួយទៀត listening ដោយសាររៀងរាល់អាទិត្យថ្ងៃអាទិត្យយើងមាន listening អញ្ចឹងខ្ញុំនឹង update ពេលក្រោយដោយសារអត់បានធ្វើហើយ listening ហ្នឹងខ្ញុំនឹងដាក់ឲ្យវាចូលទៅ unit បន្ទាប់ហ្មងដោយសារខ្ញុំដាក់ឲ្យវាចូលទៅ unit បន្ទាប់ហ្មងណាអំពីប្រធានបទដែលយើងធ្វើហ្នឹងវានឹងចូលទៅក្នុងមេរៀនទី3ហ្មងទៅអូខេជាងយើងអាចស្ដាប់ដើរបាទអូខេចឹងសម្រាប់ថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងហើយ any question everyone attendance yeah attendance សម្រាប់ថ្ងៃទី9នេះអានេះយើងយកតាម quiz alright អ្នកដែលធ្វើ quiz ហើយគឺបានហើយអញ្ចឹងសម្រាប់ថ្ងៃទី10នេះយើងបានទាំងអស់គ្នា Okay so question everyone no how sir no how yeah I'm going á sir ទៅអូខេយកអត់និយាយ no have ណានិយាយ no have នឹងអត់ត្រូវទៀតថាមិនទេថា I don't have any អត់មានហ្មង
អាហ្នឹងតាក់ទងនឹងសំណួរដែរជាមួយនឹងកិច្ចការហ្នឹងមែនចាតែបើជាតាក់ទងនឹង know how បើសិនជាសួរតាក់ទងទៅនឹងចំនួនដែលមាននឹងមិនមានទៅប្រើពាក្យ know how ទៅអត់ចា អត់ទេបងប្រើហ្នឹងខុសហើយគេអត់និយាយចឹងទេអូខេ know how ភាសាខ្មែរហ្មងនិយាយតែនិយាយចំទៅគឺមានតែភាសាខ្មែរ I don't have any yeah I don't have any ហ្នឹងយើងឆ្លើយទៅអីក៏បានដែរតែមានបន្ទាត់អត់ I don't have any មានសំណួរអត់ I don't have any អូខេ yeah yeah say goodbye teacher goodbye everyone see you next week Portion homework Goodbye teacher bye bye បងពលិនអត់មានផ្លេចទៀតណាបង ngồi cho nhung vò về đó này cho đó ដាក់អីរំលឹកតិចទៅអូខេ ok thì chưa ហ្នឹងហើយជួបគ្នាទឹកក្រោយបង goodbye chưa